ស្របលើវិស័យកសិកម្មកាន់តែរីកចម្រើនប៉ុន្តែបញ្ហាប្រឈមដូចជាកម្លាំងពលកម្មចំណាយថវិកានិងតម្រូវការទិន្នផលខ្ពស់នៅតែជាឧបសគ្គហេតុដូចនេះហើយការស្វែងរកដំណោះស្រាយល្អប្រសើរបំផុតក្នុងការកាត់បន្ថយចំណាយកម្លាំងពលកម្មនិងបង្កើនសមត្ថភាពការងារគឺចាំបាច់បំផុតម៉ាស៊ីនដឹកជញ្ជូនកសិផល Hochico GS80KH Plus កំណែអាប់ដេតថ្មីរួមបញ្ចូលជាមួយឧបករណ៍ដង្កៀបលើកស្រូវវៃឆ្លាតដើម្បីជួយដោះស្រាយបញ្ហានៃការដឹកជញ្ជូននិងកាត់បន្ថយកម្លាំងពលកម្ម Hochico GS80KH Plus ត្រូវបានបំពាក់ដោយម៉ាស៊ីន Masun Yanmar ដែលមានកម្លាំងខ្លាំងចំណុះស៊ីឡាំង 2800cc ថាមពល 58 kW ស្មើនឹង 80 សេសបង្កើនសមត្ថភាពប្រើប្រាស់កាន់តែប្រសើរឥតខ្ចោះនិងពោពេញដោយថាមពលជាមួយនឹងប្រព័ន្ធបាញ់ប្រេងឥន្ធនៈដោយផ្ទាល់ធានាបាននូវផលិតភាពប្រតិបត្តិការចំហាយសពជួយសន្សំសំចៃថវិកាខ្ពស់ម៉ាស៊ីននេះត្រូវបានបំពាក់ប្រអប់លេខ Mechanic GH 2025 ចំនួនថ្មីមានប្រអប់លេខចំនួន 8 6 លេខបញ្ជាទៅមុខនិង 2 លេខបញ្ជាថយក្រោយប្រអប់លេខ GH 2025បានរចនាឥតខ្ចោះធានាបាននូវគុណភាពគ្រប់ស្ថានភាពដីប្រព័ន្ធសង្វាក់កង់ខ្សែពានដែលមានផ្ទៃបាតធំទទឹង 500 មីលីម៉ែត្រនិងប្រវែង 1700 មីលីម៉ែត្រជួយកាត់បន្ថយការជាប់ផុងហើយបង្កើនកម្លាំងទាញខ្លាំងផ្ទៃបាតកម្ពស់ពីដី 355 មីលីម៉ែត្ររួមបញ្ចូលនឹងជើងទំហំ 920 មីលីម៉ែត្រធ្វើចលនាប្រសើរបំផុតក្នុងតំបន់ដីភក់តួត្រូវបានរចនាឡើងជួយឲ្យម៉ាស៊ីនងាយឆ្លងផុតលើស្ថានភាពដីដែលលំបាកប្រព័ន្ធដង្កៀបលើកស្រូវវៃឆ្លាតត្រូវបានបញ្ជាដោយអេឡិចត្រូនិកជួយកាត់បន្ថយកម្លាំងពលកម្មប្រតិបត្តិការសាមញ្ញក្នុងការលើកដាក់ជញ្ជូននិងរៀបចំកសិផលបានយ៉ាងឆាប់រហ័សជាមួយនឹងប្រវែង 2800 មីលីម៉ែត្រលើកកម្ពស់បាន 1800 មីលីម៉ែត្រអាចទ្រទម្ងន់រហូតដល់ 100 គីឡូក្រាមHochico GS80KH Plus មិនត្រឹមតែមានកម្លាំងខ្លាំងប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានសមស្របលើគ្រប់វិស័យទាំងប្រតិបត្តិការនិងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់កៅអីត្រូវបានរចនាឡើងតាមស្តង់ដារជួយកាត់បន្ថយភាពជក់រយនាពេលធ្វើការជាច្រើនម៉ោងដំបូលជួយការពាររាល់អាកាសធាតុមិនអំណោយផលជាពិសេសអនុញ្ញាតឲ្យលោកអ្នកប្រើប្រាស់ផ្លាស់ប្ដូរបត់បែនបានគ្រប់កលៈទេសៈកុងទ័រឆ្លាតវៃផ្ដល់នូវព័ត៌មានប្រតិបត្តិការពេញលេញជួយគ្រប់គ្រងស្ថានភាពជាក់ស្ដែងនៃម៉ាស៊ីនប្រព័ន្ធភ្លើង LED ភ្លឺខ្លាំងផ្ដល់សញ្ញានិងស៊ីផ្លេទំនើបធានាសុវត្ថិភាពនាពេលធ្វើដំណើរពេលយប់គ្រប់ផលិតផលនៃ Hochico ទាំងអស់ត្រូវបានពិនិត្យយ៉ាងតឹងរ៉ឹងធានាបាននូវគុណភាពទំនុកចិត្តពីសំណាក់អតិថិជនលើសពីនោះទៅទៀត Hochico GS80KH Plus ក៏បានភ្ជាប់មកជាមួយនូវគោលការណ៍ធានាជូនរហូតដល់ 6 ខែឬ 500 ម៉ោងរាល់ប្រតិបត្តិការណាមួយកាត់ឡើងក្រុមអ្នកបច្ចេកទេសធ្វើការដោះស្រាយជូននិងផ្ដល់នូវព័ត៌មានលម្អិតនានាក្នុងការប្រើប្រាស់